ក្មេងញ៉ាំហើយនឹងលូតកម្ពស់ខ្ពស់មកនេះជាស៊ុបមានអាជីរ៉ូសនិងមានជាតិជាច្រើនមុខម្ហូបចុងក្រោយជួយឲ្យក្មេងលូតកម្ពស់រហូតដល់1.8 ម៉ែត្របើនៅក្នុងផ្ទះមានក្មេងត្រូវតែចេះធ្វើស៊ុបក្រពះជ្រូកនេះស៊ុបមានរសជាតិឆ្ងាញ់សាច់ទន់ក្មេងចូលចិត្តញ៉ាំណាស់ទិញក្រពះជ្រូកតម្លៃ10យួនលាងឲ្យស្អាតហើយហាន់ជាបន្ទះដាក់បន្ទះខ្ញីនិងរែកឆាចូលគ្នាឲ្យឈ្ងុយរួចចាក់ក្រពះជ្រូកដែលហាន់រួចចូលឆាឲ្យរីងទឹកបើចង់ឲ្យទឹកស៊ុបមានពណ៌ស្រល្អត្រូវតែថែមទឹកពុះរួចដាក់ល្មើក្រហម3គ្រាប់ចិនសិនតាំងសិននិងគ្រាប់ជ្រូករំងាស់នឹងភ្លើងតិចរយៈពេល50នាទីរួចថែមអំបិលដាក់គ្រាប់កៅគីនិងស្លឹកខ្ទឹមជាការស្រេចបើចូលចិត្តសូមរក្សាទុកទៅមុខម្ហូបទី2ប្រសិនបើចង់ឲ្យកូនលូតកម្ពស់បានខ្ពស់ស៊ុបនេះមិនអាចខ្វះបានឡើយខ្ញុំតែងតែធ្វើស៊ុបត្រីឆ្ដោតូចត្រី Yellow Catfish នេះឲ្យកូនញ៉ាំរាល់សប្តាហ៍កម្ពស់ឡើងលឿនដូចហោះយកត្រីមកស្រុះទឹកពុះបន្តិចរួចក៏សម្អាតរំអិលពណ៌លឿងចេញឲ្យស្អាតនិងលាងសម្អាតខាងក្នុងពោះឲ្យបានស្អាតល្អចាក់ប្រេងចូលក្នុងខ្ទះគោះពងទាឬពងមាន់មួយគ្រាប់ចូលចៀនវាឲ្យទៅជាពងទាចៀនធម្មតារួចដកចេញចាក់ប្រេងចូលខ្ទះបន្តិចទៀតដាក់ត្រីចូលរួចបើកភ្លើងតិចចៀនយឺតដើម្បីកុំឲ្យខ្លោចចៀនរហូតដល់ឡើងពណ៌លឿងស្រទន់ទាំងសងខាងរួចចាក់ទឹកពុះសម្រាប់មនុស្ស2នាក់ចូលដាក់មើមដំឡូងចិនសានយ៉ូវពងទាចៀនខ្ញីនិងគល់ខ្ទឹមគ្រប់ដបទឹករួចរំងាស់នឹងភ្លើងមធ្យមទៅខ្សោយរយៈពេល20នាទីបន្ទាប់ពីរំងាស់ឆ្អិនហើយថែមខ្ញីស្លឹកខ្ទឹមព្រោះស្លឹកខ្ទឹមហាន់ល្អិតបន្តិចសម្រាប់ក្មេងអាយុលើសពី1ខួបអាចថែមអំបិលបន្តិចបានទឹកស៊ុបមានរសជាតិឆ្ងាញ់ផ្អែមឈ្ងុយឆ្ងាញ់ពិសាណាស់ត្រង់យកតែទឹកស៊ុបដាក់ក្នុងចានចំណែកដំឡូងចិនវិញឆ្អិនផុយល្អណាស់ច្របាច់បន្តិចក៏ម៉ត់ងាយស្រួលទំពារួចរើសឆ្អឹងត្រីចេញដកយកតែសាច់ត្រីប្រភេទនេះមានឆ្អឹងតិចណាស់ស័ក្តិសមបំផុតសម្រាប់ក្មេងញ៉ាំឆាប់សាកល្បងធ្វើទៅមុខម្ហូបទី3វិធីញ៉ាំបែបនេះនៅក្នុងរដូវកាលមាសនៃការលូតកម្ពស់នាដើមផ្ការីកជួយទ្រទ្រង់ក្រពះនិងលំពែងធ្វើឲ្យកម្ពស់របស់ក្មេងលូតឡើងលឿនដោយហោះជំហានដំបូងយកផ្សិតដំសៅចិនឬផ្សិតស្បៃមុខញៀងមកត្រាំទឹកឲ្យរីករួចលាងសម្អាតឲ្យស្អាតមនុស្សជាច្រើននិយាយថាផ្សិតនេះមានធំក្លិនដូចសាប៊ូបបខោអាវគ្រាន់តែបេះស្រទាប់សម្ពុតជុំវិញវាចេញរួចលាងសម្អាតបែបនេះនោះវានឹងគ្មានក្លិនប្លែកទៀតឡើយជំហានទី2ដាក់ឆ្អឹងជ្រូកផ្សិតក្បាលស្វាផ្សិតនិងល្មើក្រហមចូលទៅក្នុងឆ្នាំងខ្សាច់ឬឆ្នាំងស្ងោររងាស់ជំហានទី3ចាក់ទឹកក្នុងបរិមាណសមល្មមរួចរំងាស់រយៈពេល2ម៉ោងរូបមន្តលូតកម្ពស់បន្ថែមទៀតមាននៅលើទំព័រដើមមុខម្ហូបទី4គ្រប់គ្នាសូមចាប់អារម្មណ៍មើលដាក់ត្រីកំភ្លៀងត្រី GU Christian Corp ពីរក្បាលដែលសម្អាតរួចចូលក្នុងខ្ទះនេះជាវិធីធ្វើស៊ុបត្រីកំភ្លៀងដែលកំពុងល្បីខ្លាំងនាពេលថ្មីនេះបើចេះវិធីនេះហើយមិនបាច់បារម្ភថាចាស់ឬក្មេងស្លាក់ឆ្អឹងត្រីទៀតឡើយដំបូងប្រើវែកឆាបំភក់សាច់ត្រីឲ្យម៉ត់រួចបន្តចៀនទាំងសងខាងដូចខ្ញុំអញ្ចឹងចៀនរហូតដល់ឡើងពណ៌លឿងងាយស្គ្រប់ជ្រុងរួចដាក់ខ្ញីហាន់ជាសរសៃស្រក់ស្រាបន្តិចរួចចាក់ទឹកដែលកំពុងពុះខ្លាំងចូលបើកភ្លើងខ្លាំងរំងាស់រយៈពេល10នាទីអ្នកមើលចុះទឹកស៊ុបដែលរំងាស់បែបនេះមានពណ៌ស្ខាប់ល្អមែនទេបន្ទាប់មកប្រើកន្ត្រងសំណាញ់ល្អិតត្រង់យកទឹកស៊ុបចាក់ចូលក្នុងឆ្នាំងដីរួចដាក់ទៅហ៊ូផ្សិតរសជាតិក្តាមសារាយសមុទ្រនិងគ្រាប់សណ្តែកខៀវ18គ្រាប់គ្រប់ទឹករួចរំងាស់បន្ត2នាទីទៀតផ្សំរសជាតិដោយថែមអំបិលនិងម្រេចម៉ដ្ឋព្រោះគ្រាប់កៅគីនិងស្លឹកខ្ទឹមជាការស្រេចស៊ុបត្រីកំភ្លៀងដែលធ្វើតាមវិធីនេះមានទឹកស៊ុបអែមឆ្ងាញ់ពិសាញ៉ាំហើយមិនចង់ជប់ឡើយបើចេះហើយមិនបាច់បារម្ភរឿងចាស់ឬក្មេងស្លាក់ឆ្អឹងត្រីទៀតទេមុខម្ហូបទី5សម្រាប់អ្នកដែលមានផ្ទៃមុខស្រអាប់លឿងនិងតែងតែមានអារម្មណ៍ហត់នឿយអស់កម្លាំងគឺត្រូវញ៉ាំស៊ុបការពារថ្លើមដែលបន្សល់ទុកពីដូនតាមកនេះដាក់សាច់ព្រាបមើមយកតុបឬសាសិនម៉ៃតុងផ្កាស្បៃរឿងផ្កាឈូកពីដានសម្បកក្រូចថ្លុងចិនភីនិងបន្ទះខ្ញីចូលក្នុងឆ្នាំងដីចាក់ទឹកស្អាតក្នុងបរិមាណសមល្មមរួចគ្របអបទឹករំងាស់រយៈពេល1ម៉ោងមុនពេលដួសចេញដាក់អំបិលបន្តិចជាការស្រេចកុំភ្លេចចុច like និង save ទុកផងណាមុខម្ហូបទី5មួយសម្រាប់អ្នកខ្វះឈាមស្បែកស្រអាប់និងមុខរដូវតិចសូមចាំស៊ុបមាន់យិនសិនចិនសិនហួងឈីតាំងសិនមួយចាននេះយកសាច់មាន់ទៅស្រុះទឹកពុះរួចស្រង់ចេញដាក់ចូលឆ្នាំងដីថែមដាំងខ្វីហួងឈីតាំងសិននិងយកតុកមានក្រៀមល្មើក្រហមនិងបន្ទះខ្ញីទឹកស្អាតក្នុងបរិមាណសមល្មមរំងាស់នឹងភ្លើងមធ្យមទៅខ្សោយរយៈពេល50នាទីថែមអំបិលក្នុងបរិមាណសមល្មមរួចដួសចេញជាការស្រេចញ៉ាំមួយសប្តាហ៍ម្ដងបើខ្លាចចាំមិនបានជួយចុច follow ទុកដើម្បីមើលឡើងវិញយឺត